ប្រជ្រយ5កន្លែងប្រៀបដូចជារណ្ដៅមាសក្នុងជីវិតបើអ្នកមានត្រៀមខ្លួនហត់នឹងរាប់លុយតាមជំនឿហោរាសាស្ត្រនិងនរវិទ្យាទាំងបរិសុទ្ធនិងស្ត្រីដែលមានប្រជ្រយនៅទីតាំងទាំង5ដោយបានបង្ហាញនៅក្នុងវីដេអូនេះត្រូវបានគេចាត់ទុកថាជាមនុស្សមានសំណាងខ្ពស់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភនិងមានអាជីពជោគជ័យដូច្នេះចង់ដឹងថាតើប្រជ្រយទាំង5កន្លែងនោះមាននៅកន្លែងណាខ្លះសូមបន្តទស្សនាជាមួយadminដូចតទៅទី1ប្រជ្រយលាក់នៅក្លៀកតាមទស្សនវិជ្ជាប្រជ្រយដែលស្ថិតនៅទីតាំងលាក់បាំងពិបាកមើលឃើញដោយផ្ទាល់ដូចជាក្លៀកឬកន្លែងឯកជនត្រូវបានគេហៅថាប្រជ្រយសម្ងាត់ប្រជ្រយប្រភេទនេះភាគច្រើនមានន័យល្អណាស់តំណាងឲ្យលាភសំណាងនិងត្រូវបានរាប់បញ្ចូលក្នុងបញ្ជីប្រជ្រយនាំមកនូវទ្រព្យសម្បត្តិបុគ្គលិកលក្ខណៈអ្នកមានប្រជ្រយនៅក្លៀកតែងតែមានរបៀបរស់នៅថ្លៃថ្នូរមានចរិតម៉ឺងម៉ាត់ធ្វើការដោយយុត្តិធម៌និងមានឆន្ទៈខ្ពស់លាភសំណាងពួកគេទទួលបានការស្រឡាញ់និងគាំទ្រអស់ពីចិត្តពីមិត្តភ័ក្តិនិងសហការីជាទូទៅមិនចាំបាច់បារម្ភពីរឿងលុយកាក់ឡើយបើចេះជ្រើសរើសដៃគូជីវិតត្រឹមត្រូវហើយរៀបការឆាប់គ្រួសារនឹងពោពេញដោយសុភមង្គលទី2ប្រជ្រយនៅលើថ្ងាសអ្នកដែលមានប្រជ្រយនៅលើថ្ងាសត្រូវបានគេមើលឃើញថាជាមនុស្សដែលមានចរិតល្អមានគំនិតប្រយ័ត្នប្រយែងម៉ឺងម៉ាត់ប៉ុន្តែមានភាពស្វាហាប់និងរហ័សរហួនក្នុងការងារបរិសុទ្ធផ្លូវអាជីពនិងកិត្តិនាមតែងតែបើកចំហមានអនាគតភ្លឺស្វាងគេរំពឹងថានឹងអាចកសាងអាជីពនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានច្រើននៅអាយុប្រហែល40ឆ្នាំស្ត្រីមានភាពក្លាហាននិងប៉ិនប្រសប់មិនថាមុនឬក្រោយរៀបការនាងតែងតែនាំយកលាភសំណាងនិងទ្រព្យសម្បត្តិមកឲ្យគូស្នេហ៍ឬដៃគូជីវិតជានិច្ចទី3ប្រជ្រយជំវិញផ្ចិតអ្នកដែលមានប្រជ្រយនៅជុំវិញផ្ចិតច្រើនតែមានភាពស្វាហាប់រូបរាងតាក់ទាញនិងជាមនុស្សដែលមានលាភសំណាងចូលផ្ទះបុគ្គលិកលក្ខណៈជាមនុស្សដែលសន្សំសំចៃនិងឆ្លាតវៃអាចមើលថែគ្រួសារបានយ៉ាងល្អតែទោះជាយ៉ាងណាពួកគេក៏ជាមនុស្សដែលមិនសូវចេះខ្វល់ខ្វាយខ្លះដែរទើបងាយនឹងចាញ់បោកគេលាភសំណាងតាមហោរាសាស្ត្រនៅអាយុប្រហែល35ឆ្នាំគ្រួសារនឹងជួបលាភសំណាងធំការងារខ្ពង់ខ្ពស់និងលុយកាក់ហូរហៀក្រោយអាយុ50ឆ្នាំបើជីវិតគ្រួសាររស់នៅដោយសុភមង្គលពួកគេនឹងទទួលបានចំណុចរបស់ដ៏សំខាន់នៃសំណាងដែលនាំមកនូវជីវិតដ៏ពេញលេញកម្ររកបានទី4ប្រជ្រយនៅលើត្រចៀកអ្នកដែលមានប្រជ្រយនៅគល់ត្រចៀកឬនៅលើត្រចៀកតែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងទ្រព្យសម្បត្តិលាភសំណាងនិងសុខភាពល្អបុគ្គលិកលក្ខណៈទាំងប្រុសទាំងស្រីគឺជាមនុស្សរីករាយចូលចិត្តជួយអ្នកដទៃមានសន្តិនិយមនិងស្វាហាប់ពួកគេចូលចិត្តធ្វើអំពើល្អនិងជួយមនុស្សយ៉ាងសកម្មលាភសំណាងក្រោយអាយុ35ឆ្នាំបុគ្គលនេះងាយនឹងជួបលាភជ័យធំទទួលបានការជួយជ្រោមជ្រែងដែលអស់ពីចិត្តពីថ្នាក់លើផ្ទាល់ឬមិត្តភ័ក្តិជិតស្និទ្ធដើម្បីឈានទៅមុខក្នុងអាជីពការងារទី5ប្រជ្រយនៅលើបាតដៃប្រជ្រយនៅលើបាតដៃត្រូវបានគេចាត់ទុកថាជាលក្ខណៈដ៏ថ្លៃថ្លាហើយបុគ្គលដែលមានប្រជ្រយនេះច្រើនតែជាប់ពាក់ព័ន្ធនឹងសំណាងល្អបុគ្គលិកលក្ខណៈជាទូទៅនៅវ័យក្មេងមនុស្សទាំងនេះត្រូវបានធ្វើការដោយនឿយហត់និងប្រឹងប្រែងខ្លាំងប៉ុន្តែការខិតខំនេះនឹងបង្កើតផ្លែផ្កាធំនៅពេលក្រោយអាជីពសមស្របបុគ្គលនេះស័ក្តិសមបំផុតសម្រាប់ការធ្វើអាជីវកម្មឯករាជ្យឬធ្វើការដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាក់កាក់ដូចជាគណនេយ្យករឬទីប្រឹក្សាហិរញ្ញវត្ថុជាដើមពួកគេមានភាពប៉ិនប្រសប់ក្នុងការរក្សាទុកនិងបង្កើនទ្រព្យសម្បត្តិបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាមាននៅប្រជ្រយទាំង5កន្លែងនេះដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត